ទាំងនេះគឺជាអិសរាជជន5រូបដែលមានការការពារតឹងរឹងបំផុតនៅលើពិភពលោកនៅក្នុងឆាកនយោបាយនិងសកលលោកបច្ចុប្បន្នសុវត្ថិភាពរបស់មេដឹកនាំប្រទេសនិងអិសរាជជនសំខាន់ៗគឺជារឿងចម្បងបំផុតដោយផ្អែកលើការប៉ាន់ស្មានអំពីចំនួនអង្គរៈដ៏សម្បើមឬទំហំនៃការចំណាយលើសន្តិសុខផ្ទាល់ខ្លួនបុគ្គល5រូបខាងក្រោមនេះត្រូវបានគេចាត់ទុកថាមានការការពារសុវត្ថិភាពខ្លាំងបំផុតនៅក្នុងពិភពលោក 1. លោកគីមចុងអ៊ុនក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោកគីមចុងអ៊ុនត្រូវបានគេជឿជាក់ថាឈរនៅកំពូលតារាងនៃបញ្ជីនេះតាមការប៉ាន់ស្មានលោកមានកងសន្តិសុខដ៏ធំមហិមាដែលមានចំនួនរហូតដល់ 100000 នាក់ដើម្បីធានាដល់សុវត្ថិភាពរបស់លោកតែម្នាក់ឯង 2. លោកស៊ីជីនពីងលោកគឺជាអគ្គលេខាធិការបកកុម្មុយនីសចិននិងជាប្រធានាធិបតីចិនបច្ចុប្បន្នក្នុងនាមជាមេដឹកនាំនៃប្រទេសមហាអំណាចមួយនៅលើពិភពលោកលោកត្រូវបានការពារដោយកងកម្លាំងពិសេសដែលត្រូវបានគេប៉ាន់ស្មានថាមានចំនួនអង្គរៈប្រមាណ 5000 នាក់ 3. លោកវ្លាឌីមៀពូទីនជាមេដឹកនាំមហាអំណាចយោធាលេខ 2 នៅលើពិភពលោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីរូបនេះស្ថិតក្នុងចំណោមមេដឹកនាំដែលមានការការពារយ៉ាងតឹងរឹងបំផុតផងដែរប្រព័ន្ធសន្តិសុខរបស់លោកត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងអង្គរៈប្រមាណ 3000 នាក់ដែលធានាសុវត្ថិភាពរបស់លោកទាំងក្នុងនិងក្រៅប្រទេស ទី 4 លោកប្រធានាធិបតីដូណាល់ត្រាំជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកទាំងបច្ចុប្បន្ននិងអតីតកាលតែងតែទទួលបាននូវការការពារលំដាប់ពិភពលោកពីសំណាក់សេវាកម្មភ្នាក់ងារសម្ងាត់ក្នុងកំឡុងពេលកាន់តំណែងលោកដូណាល់ត្រាំត្រូវបានគេកត់សម្គាល់ថាមានការចំណាយលើសន្តិសុខផ្ទាល់ខ្លួនរបស់លោកខ្ពស់បំផុតដោយមានការប៉ាន់ស្មានថាចំណាយរហូតដល់$120 លានគេប៉ាន់ស្មានថាលោកមានអង្គរៈប្រមាណ 1000 នាក់ក្នុងកំឡុងពេលបច្ចុប្បន្ននេះនិងចុងក្រោយបំផុតគឺព្រះអង្គម្ចាស់មហាម៉ាត់ប៊ីនសាម៉ាន់នៃប្រទេសអារ៉ាប៊ីសាអូឌីតក្នុងនាមជាអិសរាជជនដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសមជ្ឈិមបូព៌ាព្រះអង្គម្ចាស់ត្រូវបានគេប៉ាន់ស្មានថាមានកងកម្លាំងការពារខ្លួនដែលមានអង្គរៈប្រមាណ 1000 នាក់ដើម្បីធានាសុវត្ថិភាពតែអ្នកទាំងអស់គ្នាធ្លាប់ដឹងពីប្រធានាធិបតីឬអិសរាជជនរូបណាដែលមានការការពារខ្លាំងបែបនេះ comment នៅក្រោមវីដេអូនេះកុំភ្លេច follow អ្នកមួយផងណា